Larry có lật sô cô la trên vì mộtរបស់ Rahan ហើយក៏មើលមុខនាងខូចហ្មងចំណែកឯ Rahan នេះវិញគឺអៀនដូចធម្មតានាងក៏សុំឲ្យគេជូតមាត់នាងម្ដងទោះប្រុសរៀបនឹងធ្វើតាមពាក្យសម្ដីរបស់នាងទៅហើយប៉ុន្តែគេក៏គិតថានាងពិតជាខុសខើណាស់តែនាងមិនបារម្ភពីគេទេឬគេក៏ចាប់ផ្ដើមគិតថានាងមិនបារម្ភពីគេនាងនឹងធុញនឹងគេមែនទេគេពិតជាខ្លាចណាស់នឹងមិនដឹងធ្វើយ៉ាងម៉េចទេប្រហែលជាគេនិយាយមិនចាញ់ពីចិត្តមុននេះគេមានអារម្មណ៍ថាខ្លួនឯងកំពុងតែតស៊ូម្នាក់ឯងគេពិតជាខ្មាស់និងអន់ចិត្តជាខ្លាំងតួស្រីក៏ហៅគេតួប្រុសងើបឡើងនិងយកអដហាមកជូតឲ្យនាងហើយក៏យកលេសចាញ់ទៅទុកតួស្រីចោលទៀតហើយថ្ងៃស្អែកឡើងតួស្រីក៏និយាយក្នុងចិត្តថាខ្លួនឯងត្រូវតែនិយាយជាមួយរ៉ាហានឲ្យច្បាស់លាស់ម្ដងលើកនេះនាងមិនយល់ទេថាហេតុអីគេតែងតែរត់ចេញពីនាងបែបនេះប៉ុន្តែតាមសភៅដែលនាងអានសត្វព្រៃបើសិនជាយើងទៅជិតវានឹងរត់ជាមិនខាននាងនឹងមិនឲ្យគេរត់ទៀតនោះទេមកដល់តុអាហាររ៉ាហានក៏អរុនសុស្ដីថ្មប់ហើយពេលមុនគេហៅនាងអញ្ចឹងទើបតែពួកគេចាប់ដើមដេកគ្នាទេដែលគេហៅឈ្មោះរបស់នាងហើយឥឡូវគេលែងហៅឈ្មោះនាងទៀតតែមានរឿងអីកើតឡើងហ្នឹងនាងក៏សួរទៅគេថាគេខឹងនាងមែនទេរ៉ាហានឆ្លើយឡើងថាគេមិនបានខឹងនោះទេហើយវាក៏ធ្វើឲ្យឡារីនេះមើលទៅគេពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើរ៉ាហានមិនយល់ទេថាហេតុអីនាងឃើញអ្វីដែលគេធ្វើគួរឲ្យស្រឡាញ់ទាំងអស់បែបនេះគេក៏ធុញនឹងខ្លួនឯងដែរតែគេគួរប្រាប់នាងថាម៉េចបើគេប្រាប់ការពិតតើនាងអាចនឹងអន់ចិត្តទេចុះបើលើកនេះជាលើកចុងក្រោយមុនពេលនឹងនាងធុញគេទៅហើយក៏មើលការស្មាយរបស់គេរ៉ាហានក៏ប្រាប់ទាំងខ្មាស់ហើយយកអាសាមកបាំងមុខថាម្សិលមិញនេះនាងទទួលយកការសំពីគេស្រួលពេកហើយដែលគេចង់ឲ្យទំនាក់ទំនងរបស់ពួកគេដើរយឺតហានាងស្មានតែគេនិយាយពីល្បឿននៃការធ្វើម្ហូបទេតើហើយសញ្ញាសួរក៏នៅលើក្បាលរបស់អ្នកទាំងពីរតែម្ដងរ៉ាហានក៏សុំទោសទៅដោយតួស្រីបានឱកាសនេះនាងក៏ចំអន់គេលេងម្ដងរ៉ាហានហ្នឹងចង់ធ្វើយឺតហ៎ចុះនរណាគេនិយាយថាលើកក្រោយគេមិនទប់អារម្មណ៍ខ្លួនឯងទៀតនោះទេហាទោះប្រហាខ្មាស់យកតែម្ដងគេក៏មិនរងដើរចេញទៀតហើយតែឡារីនេះក៏ទៅចាប់ដៃគេជាប់នេះលោកចង់រត់គេចពីខ្ញុំទៀតហើយឬរ៉ាហានសុំឲ្យនាងលេងទៅតួស្រីមិនព្រមឡើយតួប្រុសក៏លេងមកក្បាច់តែម្ដងសុំលេងទៅគេឈឺណាស់តួស្រីឡើងនាងក៏ប្រឡែងគេវិញមានអាណារ៉ាហាននេះក៏រត់យ៉ាងលឿនចេញតែម្ដងដោយនេះគ្រាន់តែជាមាយាកុហករបស់គេតែប៉ុណ្ណោះហើយឡើងអញ្ចឹងតួប្រុសថ្ងៃបន្ទាប់តួស្រីក៏លេងជាមួយនឹងតួប្រុសតែម្ដងចង់ឲ្យនាងកាន់ដៃគេទេចុះបើគេរត់បាត់ទៀតគិតមិនទៅនាងក៏លារ៉ាហានដោយគេត្រូវទៅធ្វើការដូច្នេះនាងក៏ផ្ដាំគេថាកុំឲ្យរត់គេចនៅពេលដែលអៀនព្រោះគេត្រូវធ្វើការណាមានអាណាតួប្រុសក៏ធ្វើដំណើរមកផ្ទះចាស់មួយនៅក្នុងព្រៃហើយនៅក្នុងនោះគ្មាននរណាទេក្រៅពីរ៉ាយ៉ានោះឯងតែនៅពេលនេះគេកំពុងតែត្រូវបានចងដៃចងជើងនិងមាត់ជាប់គ្រាន់តែគេបានដោះមាត់ភ្លាមរ៉ាយ៉ានេះក៏ជេររ៉ាហានភ្លាមតែម្ដងចាំយូរនោះទេរ៉ាយ៉ាណាក៏ស៊ីកណ្ដាប់ដៃរបស់រ៉ាហានជាការស្វាគមន៍តែម្ដងហេតុអីក៏គេហ៊ានធ្វើបាបឡារីយ៉ែតដែលនាងជាមនុស្សម្នាក់សូម្បីតែគេក៏មិនងាយនឹងបានប៉ះផងមិនក៏គេហ៊ានម្លេះតួប្រុសក៏បន្តវាយរ៉ាយ៉ានឡើងទ្រង់ខ្លួនតែម្ដងដោយគេគ្មានបំណងក្នុងការសម្លាប់រ៉ាយ៉ាននៅឡើយនោះទេហើយរ៉ាយ៉ានត្រូវចាំថាគេលើកលែងឲ្យនេះព្រោះតែឡារីយ៉ែតមិនទាន់ឲ្យការអនុញ្ញាតសម្រាប់គេតែប៉ុណ្ណោះប្រហែលថ្ងៃក្រោយមកតួស្រីចាប់ដើមភ័យហើយព្រោះអាឡែងតែលេងជាមួយរ៉ាហានច្រើនពេកនាងសល់ពេលតែ10អាទិត្យទៀតតែប៉ុណ្ណោះនាងប្រកាសជាមិនបានធ្វើអីជាមួយរ៉ាហានទេនៅពេលដែលរាងកាយនាងនៅមានកម្លាំងនោះនាងក៏ទៅសួរគេថាគេចង់បានយឺតហ្នឹងតើយឺតប៉ុណ្ណារ៉ាហានឆ្លើយមួយម៉ាត់គេគិតថាកាន់តែយឺតគឺកាន់តែល្អឡើងឡារីនេះគៀងយកតែមែនទេមិនបានទេនាងមិនអាចរងចាំទៀតបាននោះទេឡារីក៏ងើបឈរឡើងហើយនិយាយថានាងចង់ធ្វើវាឥឡូវនេះភ្លាមនោះចានក៏ជ្រុះបែកភ្លាមតែម្ដងហើយអ្នកបម្រើនៅជិតនោះក៏មុខក្រហមគ្រប់គ្នាហេតុអីទូស្រីយើងក្លាហានយ៉ាងនេះហើយនៅតុបាយទៀតលោកបាត់លើក៏នាំគ្នាចេញទៅហើយក៏ទុកឲ្យរ៉ាហានចោលនៅទីនោះជាមួយនឹងឡារីគេក៏សួរនាងធ្វើអីហ្នឹងគឺធ្វើអីទៅឡារីនាងក៏ឆ្លើយយ៉ាងលឿនធ្វើគ្រប់យ៉ាងអោបថើបនិយាយមិនទាន់ចប់ផងរ៉ាហានក៏យកនំប៉័ងមកដាក់ចូលមាត់នាងព្រោះគេមិនចង់ឮពាក្យលើសពីនេះទៀតនោះទេតួប្រុសក៏និយាយថាខ្លួនគេគឺរលួយស្អុយណាស់គេមានស្នាមឆ្លាក់ជាច្រើនវាពិតជាគួរឲ្យខ្ពើមដែលគេខ្លួនឯងក៏ហៅថាខ្លួនឯងនេះជាបិសាចដែរជាមួយនឹងខ្លួនប្រាណបែបនេះ
គេពិតជាពិបាកនឹងនៅចិត្តនាងណាគេពិតជាសុំទោសពិតមែនទូស្រីក៏ឆ្លើយអញ្ចឹងគ្មានជំរឿននោះទេនាងត្រូវតែព្យាបាលគេឲ្យលឿនដូច្នេះគេនឹងមិនអាចគិតថាវាពិបាកទៀតនោះទេនៅពេលដែលនៅចិត្តនាងគ្រាន់តែលើពាក្យនេះចេញពីមាត់នាងណាបេះដូងរបស់តួប្រុសគឺហាក់ដូចជាត្រូវបានទទួលបាននូវភាពកក់ក្ដៅដែលគេមិនធ្លាប់ទទួលពីមុនមកឡារីក៏សុំគេតែអោបតែបានទេតួប្រុសក៏យល់ព្រមហើយគេក៏គិតថាតើនេះមែនទេដែលជាការស្រឡាញ់តួស្រីក៏មកគិតម្នាក់ឯងម្ដងថានាងត្រូវធ្វើយ៉ាងណាជួយរីហ្វារ៉ាហានឲ្យបានលឿននឹងមិនដឹងទេថាអ្នកណាដែលស្អប់រ៉ាហានដល់ថ្នាក់ដាក់បិទនាសាគេបែបនេះនាងមានតែអាណិតរ៉ាហានដែលគេត្រូវមកជួបរឿងបែបនេះគេច្បាស់ជារងទុក្ខខ្លាំងណាស់ហើយគ្រាន់តែដេកជាមួយនាងវាហាក់បីដូចជាការប្រកួតដ៏ខ្លាំងមួយសម្រាប់គេអញ្ចឹងនិយាយដល់ត្រឹមនេះនាងក៏ឆ្ងល់ភ្លាមដោយរ៉ាហាននេះអាសាអៀនច្រើនពេកមិនមែននាងជាមនុស្សទី1ដែលគេដេកជាមួយណាឯងនាងគ្រាន់តែចង់បានអ្នកណាម្នាក់មកដេត3ខែតែប៉ុណ្ណោះដូច្នេះនាងគួរតែស្វែងរកចម្លើយនេះឲ្យតតែបានថ្ងៃបន្ទាប់បាននាងក៏ដើរតាមលោកបាត់ឡឺតាមម្ដងដោយនាងចង់ដឹងថារ៉ាហានធ្លាប់ដេតជាមួយអ្នកណាទេពីមុនមកលោកបាត់ឡឺនេះក៏ភ័យខ្លួនតែម្ដងដោយគាត់ត្រូវឆ្លើយដោយមានការប្រុងប្រយ័ត្នជាខ្លាំងបើគាត់ចង់ឃើញអ្នកបន្តតំណែងលោកម្ចាស់ខ្លួនគាត់ក៏ឆ្លើយថាគាត់មិនដឹងច្បាស់ទេប៉ុន្តែលោកម្ចាស់ពិតជាធ្លាប់បានដេតពិតមែនតួស្រីក៏អរគុណគាត់នឹងដើរចាក់ចេញទៅឃើញរ៉ាហាននាងក៏ស្រែកហៅគេហើយក៏លោតទៅហក់រកគេតែម្ដងដោយរ៉ាហាននេះកំពុងតែធ្វើដំណើរទៅរកនាងល្មមនាងចុះពីគេហើយក៏សុំគេអោបតែម្ដងក្រាញ់គេនិយាយថាអោបគ្នាបាននោះអីរ៉ាហានចាប់ដាំអៀនទៀតហើយថានៅទីនេះមានមនុស្សច្រើនណាស់ចាំពេលក្រោយទៅមានអាណាតួស្រីនេះក៏ទាញដៃតួប្រុសចូលបន្ទប់នៅជិតនោះតែម្ដងយើងធ្វើវានៅទីនេះទៅយ៉ាងម៉េចដែរតួស្រីចូលទៅកាន់តែជិតហើយប៉ះគេទៀតភ្លាមនោះតួប្រុសយើងក៏ចាប់នាងយកមកអោបតែម្ដងដោយអោបសុកសក៏មានស្អីគេទេមកចាក់នាងស្រួយឡារីនេះឡើងឆ្ងល់ចំគេមានដាវនេះជាប់ខ្លួនឬហើយតួប្រុសអៀនម៉ែអៀនអីប៉ុណ្ណឹងបាននៅតួស្រីឡើង enjoy ខ្លាំងតែម្ដងយ៉ាងណាមិញរ៉ាហានមានសុខភាពល្អទេតើដូច្នេះនាងមិនចាំបាច់បារម្ភនឹងបណ្ដាសានៅលើរាងកាយផ្នែកក្រោមរបស់គេឡើយហេតួប្រុសក៏ឆ្ងល់ថាឃើញនាងពាក់ខ្សែដៃនេះរហូតដោយតួស្រីក៏ច្រឡំនិយាយថានេះគឺជាកាដូរបស់ដូហាហើយក៏មើលតួប្រុសពេលនេះនៅក្នុងខួរក្បាលរបស់គេគឺវាយធាក់ដូហាខ្លាំងមែនទែនប៉ុន្តែគេត្រូវទប់អារម្មណ៍ខ្លួនឯងដោយសារតែនៅក្នុងសភៅនោះគេបានចែងថាការប្រច័ណ្ឌណាវាអាចនឹងធ្វើឲ្យទំនាក់ទំនងមួយមិនថិតថេរនោះទេអញ្ចឹងហើយត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានបើចង់បានទំនាក់ទំនងមួយដ៏មានសេចក្តីសុខនាងក៏សុំឲ្យរ៉ាហានកុំគិតក្នុងផ្លូវផ្សេងអីនេះគ្រាន់តែជាខ្សែដៃដែលគេជួយមើលពីសុខភាពនាងតែប៉ុណ្ណោះតួប្រុសក៏ឆ្លើយមកវិញថាគេនឹងមិនមើលក្នុងផ្លូវផ្សេងទេដោយទឹកមុខបែបនេះ